KTN Insight សូមជូនបទវិចារណកថាសន្តិភាពព្រំដែននៅជិតបង្កើយឬឆ្ងាយដល់ជើងមេឃថ្ងៃនេះ KTN Insight សូមជូនវិចារណកថាអំពីសន្តិភាពព្រំដែនសំណេររបស់លោក Jean-François Tang បានសរសេរចែករំលែកហើយឃ្លាដ៏គួរឲ្យចាប់អារម្មណ៍គឺត្រង់ឃ្លាថាចាញ់ឈ្នះមិនមែនជាដំណោះស្រាយហើយឈ្នះដោយឲ្យតម្លៃដល់កិច្ចចរចានិងជៀសវាងសង្គ្រាមមិនមែនជាយុទ្ធសាស្ត្រកំសាន្តតែជាយុទ្ធសាស្ត្រចាស់ទុំនិងប្រកបដោយចក្ខុវិស័យវែងឆ្ងាយតើន័យរបស់គាត់ខាងលើមានឥទ្ធិពលបែបណាក្នុងចំនួនព្រំដែននេះស្របពេលដែលកិច្ចចរចាបែបការទូតខាងមុខទំនងជាមានប្រសិទ្ធភាពពិសេសក្រោមការព្រមព្រៀងគ្នាដោះស្រាយដោយសន្តិវិធីនិងអនុលោមទៅតាមកិច្ចព្រមព្រៀងម្ដងម្កាលយើងអាចនឹងខ្វះការអត់ធ្មត់ហើយពាក្យថាអត់ធ្មត់ក៏មិនត្រូវប្រើគ្រប់កាលៈទេសៈដែរយើងអាចអត់ធ្មត់បានដរាបណាយើងដឹងថាក្បួនយើងរៀបត្រូវហើយយើងអាចនឹងប្រយុទ្ធតតាំងបានដរាបណាទ័ពយើងរឹងមាំនិងត្រូវកាលៈទេសៈប៉ុន្តែលក្ខខណ្ឌដែលប្រទេសតូចសេដ្ឋកិច្ចតូចកិច្ចបានកិច្ចចំពោះការប្រយុទ្ធគ្នាដោយប្រើប្រាស់អាវុធការរក្សាសន្តិភាពដ៏យូរអង្វែងគឺជារឿងវែងឆ្ងាយហើយក៏ជារឿងដែលចិត្តបង្កើយត្រង់ថាថ្ងៃក្រោយទៅយើងមិនអាចសង់របងបេតុងទល់មេឃជាមួយនឹងប្រទេសជិតខាងណាមួយឡើយហើយក៏មិនអាចឲ្យនរណាមួយបន្តមើលងាយយើងតទៅទៀតដែរយើងអាចរក្សាសន្តិភាពបានដរាបណាយើងខ្លាំងពីខាងក្នុងមាំមិនរង្គើនឹងការរក្សាកិច្ចសហប្រតិបត្តិការល្អជាមួយអ្នកជិតខាងនិងជាមួយអ្នកខាងក្រៅឯទៀតការកសាងស្រុកទេសមួយប្រកាសណាស់ត្រូវការពេលតែបើយើងអាចបន្ថែមលបឿនជាន់មិនបង្អង់នោះភាពរីចម្រើនក៏នឹងខិតកាន់តែជិតកាន់តែខ្លាំងកាន់តែសន្តិភាពថ្ងៃខាងមុខនេះបើសិនជាសង្វាក់ចរចាទាំងអស់ដែលមានលោក Donald Trump និងប្រមុខអាស៊ានលោកដៃមានភាពរលូនតាមដំណើរការអាចថាយើងអាចរក្សាសន្តិភាពបានជិតបង្កើយត្បិតមានភាគីទី3ជាអ្នកជ្រោមជ្រែងផ្ដល់សេចក្តីទុកចិត្តហើយប្រសិនជាឆ្ងាយដល់ជើងមេឃខាងមុខយើងត្រូវតែបង្កើតវាដោយខ្លួនឯងដោយជំហរដាច់ខាតខ្លួនឯងសមរភូមិការទូតសំឡេងស្ងប់ស្ងាត់ហើយរក្សាមនុស្សរាប់រយនាក់ប៉ុន្តែបើម្ខាងរំពងស្នូកំភ្លើងឈ្លានពានភូមិឋាននោះជាពេលដែលយើងខ្លួនឯងជាអ្នកកំណត់សាមគ្គីជាកូនសោសង្គ្រាមមិនទាន់ចប់សាមគ្គីចំពោះមុខគឺសំខាន់ណាស់សូមកុំឆាប់ភ្លេចហើយសូមកុំជល់អន្ទាក់ដែលធ្វើឲ្យយើងឆាប់ភ្លេចពាក្យថាសង្គ្រាមគឺគ្មាននរណាចំណេញទេតែការរក្សាជំហរច្បាំងទាំងផ្នែកទ័ពផ្នែកការទូតនិងសេដ្ឋកិច្ចប្រកាសណាស់គឺមានន័យថាយើងមិនព្រមចោះចាញ់យករួចខ្លួនខណៈនេះហើយថ្ងៃក្រោយទៅក៏មិនទុកកូនចៅយើងឲ្យនៅវេទនាឡើយដូច្នេះហើយសំឡេងតែមួយក្នុងការដោះស្រាយបញ្ហាចំពោះមុខគឺជារឿងសំខាន់បញ្ហាចំពោះមុខសាមគ្គីគឺជាកូនសោគំនិតច្រើនយល់ឃើញច្រើនល្អច្រើនតែគិតច្រើនយល់ច្រើនត្រូវតែធ្វើឲ្យច្រើនផងទស្សនៈខុងមិញលើកឡើងថាមនុស្សគិតច្រើនមានផ្លូវច្រើនតែដាច់ខាតត្រូវតែជ្រើសរើសផ្លូវណាដែលឈ្នះទៅបានហើយគប់មិត្តបំបែកមិត្តសង្គ្រាមឬសន្តិភាពភាគបន្តនឹងនិយាយអំពីសង្គ្រាមសេដ្ឋកិច្ចរវាងថៃវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពី The Khmer Today